ដុកទ័រ តុង ចេញបញ្ជាក់សារជាថ្មីក្រោយមានការវែកញែកនិងរិះគន់ខ្លាំងទៅលើគណៈគ្រូពេទ្យកម្ពុជាបន្ទាប់ពីមានការវែកញែកខ្លាំងទៅលើគណៈគ្រូពេទ្យកម្ពុជាគ្រូពេទ្យទាំងអស់នឹងស្វែងយល់ឲ្យបានច្បាស់អំពីក្រមសីលធម៌វិជ្ជាជីវៈច្បាប់វិទ្យាសាស្ត្រព្រមទាំងប្រកាសពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាលសារត្រូវបានបង្ហោះទំព័រ Facebook របស់គណៈគ្រូពេទ្យកម្ពុជានឹងត្រូវគេមើលឃើញថាជាការបញ្ជាក់ជំហរនិងការឆ្លើយតបទៅនឹងការវែកញែកលើបណ្ដាញសង្គមជុំវិញរឿងរ៉ាវដែលដុកទ័រ តុងត្រូវបានតម្រូវឲ្យលុបវីដេអូមាតិកាចែកចាយអំពីសុខភាពទាំងអស់នៅលើបណ្ដាញសង្គមបញ្ហានេះក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្ដាញសង្គមដោយមហាជនបង្ហាញនូវការងឿងឆ្ងល់ចេញប្រតិកម្មពាក់ព័ន្ធនឹងការណែនាំរបស់គណៈគ្រូពេទ្យកម្ពុជាដូចជាការប្រើប្រាស់និងផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងវិស័យសុខាភិបាលក្រោយឃើញមហាជនជាច្រើនចេញមកប្រតិកម្មពាក់ព័ន្ធទៅនឹងបំរាមនិងការណែនាំរបស់គណៈគ្រូពេទ្យកម្ពុជាដុកទ័រ តុងក៏បានចេញមកបកស្រាយសារជាថ្មីបន្ថែមទៀតទៅកាន់មហាជនកុំឲ្យមានការយល់ច្រឡំបំណងល្អរបស់គណៈគ្រូពេទ្យកម្ពុជានិងក្រសួងសុខាភិបាលកម្ពុជាដុកទ័រ តុងបាននិយាយថាចំពោះវីដេអូដែលលោកបានបង្ហោះមុននោះពិតជាមានកំហុសដោយសារតែខ្លួនបានបង្ហោះវីដេអូផ្សព្វផ្សាយទៅលើស្ថាប័នឯកជនណាមួយឬផលិតផលណាមួយដែលមិនមានលិខិតអនុញ្ញាតអញ្ចឹងហើយលោកពិតជាខុសពិតមែនដុកទ័រ តុងបន្តថាក្រោយជួបបញ្ហានេះរូបលោកក៏ជួបជាមួយគណៈគ្រូពេទ្យកម្ពុជាផងដែរដុកទ័រ តុងបានបញ្ជាក់ថាសំណេររបស់គណៈគ្រូពេទ្យចង់មានន័យថាសម្រាប់រូបលោកផ្ទាល់គឺមិនអាចអនុញ្ញាតឲ្យផ្សព្វផ្សាយទៅលើស្ថាប័នឯកជនមួយណាឡើយបើក្នុងន័យរូបលោកផ្សព្វផ្សាយអប់រំសុខភាពទៅលើប្រជាជនទូទៅគណៈគ្រូពេទ្យកម្ពុជានិងក្រសួងសុខាភិបាលគឺមិនមានការហាមឃាត់រូបលោកមិនឲ្យផ្សព្វផ្សាយនោះឡើយដូច្នេះទើបដុកទ័រ តុងចេញបកស្រាយឲ្យមហាជនកុំឲ្យមហាជនយល់ខុសទៅលើគណៈគ្រូពេទ្យកម្ពុជានិងក្រសួងសុខាភិបាលដុកទ័រ តុងបានបន្ថែមទៀតថាចំពោះគោលបំណងធំរបស់គណៈគ្រូពេទ្យកម្ពុជានិងក្រសួងសុខាភិបាលគឺចង់ឲ្យមានមាតិកាផ្សេងៗផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជាឲ្យមានក្រមសីលធម៌ត្រឹមត្រូវមានលិខិតត្រឹមត្រូវនិងមានលក្ខខណ្ឌត្រឹមត្រូវដើម្បីកុំឲ្យមហាជនចាញ់បោកលើជនខិលខូចណាមួយតែផ្សព្វផ្សាយលក់ផលិតផលដែលគ្មានលិខិតបញ្ជាក់ពីក្រសួងសុខាភិបាលតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថាម្សិលមិញនេះនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយអ្នកមាតិកាសុខភាពដ៏ល្បីម្នាក់ដុកទ័រ តុងបានប្រកាសលុបចោលទាំងអស់រាល់មាតិកាសុខភាពដែលលោកបានចែករំលែកកន្លងមកដោយសារតែមិនមានលិខិតអនុញ្ញាតទន្ទឹមនឹងការប្រកាសរបស់ដុកទ័រ តុងគណៈគ្រូពេទ្យកម្ពុជាក៏បានជម្រាបថាដើម្បីរក្សាបាននូវកិត្តិយសសេចក្តីថ្លៃថ្នូរនិងទំនួលខុសត្រូវក្នុងវិជ្ជាជីវៈវិទ្យាសាស្ត្រគ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវិទ្យាសាស្ត្រច្បាប់និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាលក្រមសីលធម៌វិជ្ជាជីវៈអាចអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រចូលរួមក្នុងការផ្សព្វផ្សាយអប់រំសុខភាពនិងការបង្ការជំងឺនានាតែមិនអនុញ្ញាតឲ្យផ្សព្វផ្សាយអំពីការលើកតម្កើងខ្លួនឯងនិងក្រុមរបស់ខ្លួនគោលបំណងពាណិជ្ជកម្មផ្ទាល់ខ្លួននោះឡើយ